ហើយអ្វីយើងត្រូវធ្វើ pre-approval មុនពេលដើររកទិញផ្ទះចុះតើ pre-approval គឺជាអ្វី pre-approval ជាដំណើរការនៃការវិតម្លៃស្ថានភាពហិរញ្ញវត្ថុរបស់ lender ទៅលើអ្នកដែលមានបំណងចង់ខ្ចីលុយទិញផ្ទះថាតើគាត់អាចខ្ចីបានប៉ុន្មានក្នុងការវិតម្លៃ lender ពិនិត្យមើលទៅលើ credit score ចំណូលបំណុលឬ down payment ជាដើមមុនពេលទិញផ្ទះមនុស្សមួយចំនួន check មើលនៅក្នុង website Zillow ឬ Redfin ហើយអ្នកខ្លះទៀតទៅជួបជាមួយ real estate agent ដើម្បីឲ្យគេរកផ្ទះឲ្យតែបញ្ហាគឺគាត់មិនដឹងថាតើគាត់អាចខ្ចីបានប៉ុន្មានឬថាតើគាត់អាចទិញផ្ទះក្នុងតម្លៃប៉ុន្មានដូច្នេះការធ្វើ pre-approval ជាមួយ lender មុនពេលដើររកទិញផ្ទះគឺអាចឲ្យយើងដឹងមុនថាតើយើងអាចខ្ចីបានប៉ុន្មានអាចទិញផ្ទះក្នុងតម្លៃប៉ុន្មានអត្រាការប្រាក់ប្រហែលប៉ុន្មានឬត្រូវបង់ប្រចាំខែប្រហែលប៉ុន្មានប្រសិនបើបងប្អូនចង់បាន pre-approval ឬចង់ដឹងថាតើបងប្អូនអាចទិញផ្ទះក្នុងតម្លៃប៉ុន្មានបងប្អូនអាចតាក់ទងមកខ្ញុំផ្ទាល់តាមរយៈទូរស័ព្ទដូចខាងក្រោមឬក៏តាមរយៈ Facebook Messenger ក៏បាននាងខ្ញុំឈ្មោះ Marina ជា loan officer នៅសហរដ្ឋអាមេរិកនាងខ្ញុំមាន license នៅរដ្ឋ Texas, California និង Washington